Hello សួស្តីបងប្អូនឥឡូវខ្ញុំមកដល់នៅប្រាសាទបឹងមាលីហើយអញ្ចឹងតោះយើងបងប្អូននាំគ្នាចូលទៅមើលទៅក្នុងបងប្អូនតោះប្រាសាទបឹងមាលីយើងមើលឃើញថាសម្រាប់នៅខាងក្រៅគឺមានការខូចខាតបាក់បែកច្រើនតែយើងចាំមើលទៅដល់នៅខាងក្នុងថាមានកន្លែងណាខ្លះដែលខូចខាតកន្លែងណាខ្លះដែលនៅស្រស់ស្អាតយើងបានចូលមកដល់ខាងក្នុងនៃប្រាសាទបឹងមាលីហើយប៉ុន្តែយើងឃើញថាក្នុងប្រាសាទមានការបាក់បែកខ្លាំងជាច្រើនប៉ុន្តែទេសភាពគឺនៅតែស្រស់ស្អាតទាំងព្រៃឈើជាមួយនឹងប្រាសាទដែលយើងឃើញឥឡូវយើងដល់ពេលដល់ទៅច្រកចេញនៅទិសខាងផ្សេងហើយទេសភាពផ្លូវដើរនេះក៏ស្រស់ស្អាតដែរសម្រាប់ក្នុងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងឯងក្នុងការទស្សនានៅក្នុងប្រាសាទបឹងមាលីជួបគ្នានៅវីដេអូក្រោយបាយបាយ